អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងមេរៀនទី1នេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការដំឡើងកម្មវិធី Adobe Photoshop ដោយខ្លួនឯងតែម្ដងណាអញ្ចឹងចំពោះ software គឺខ្ញុំបានផ្ដល់ជូនគ្នាយើងហើយ download ឲ្យបានមកហើយគ្នាយើងធ្វើការដំឡើងទាំងអស់គ្នាណានេះគឺជា soft Adobe Photoshop 2022អញ្ចឹងយើងធ្វើការដំឡើងទាំងអស់គ្នាប៉ុន្តែមុននឹងដំឡើងគឺយើងពលា file ហ្នឹងចេញពី file WinRAR សិនអញ្ចឹងគ្នាយើងអាច right click អូខេហើយយកពាក្យថា show more option មកអញ្ចឹងគ្នាយើងនឹងឃើញពាក្យថា extract file extract here និង extract to file វាហ្នឹងអញ្ចឹងគ្នាយើងអាចយកកន្លែងហ្នឹងបានដែរប៉ុន្តែគ្នាយើងអាចយក extract here មកចុចកន្លែងហ្នឹងមកក៏វាចេញឬក៏មួយទៀតគ្នាយើងអាច click ចូល file ហ្នឹង yes សិនអូខេ click ចូលអញ្ចឹងមកហើយគ្នាយើងចាប់ទាញអា file របស់យើងនេះមកដាក់ខាងក្រៅនេះគឺបានដូចគ្នាណាគ្នាយើងអាចធ្វើវិធីសាស្ត្រហ្នឹងក៏បានដែរអញ្ចឹងគ្នាយើងអាចធ្វើវិធីសាស្ត្រនេះក៏លឿនដែរទាញមកទាញ file ហ្នឹងឲ្យជាប់ហើយមកទម្លាក់ខាងក្រៅនេះមកវានឹងធ្វើការ extract ឲ្យយើងដូចគ្នាណាអញ្ចឹងធ្វើការរងចាំបន្តិចសិនទៅពេលដែលវាពលាចប់យើងនឹងធ្វើការដំឡើងទៅលើកម្មវិធីនេះទាំងអស់គ្នាតែម្ដងណាអូខេឥឡូវវាពលាចិត្តចេញហើយអញ្ចឹងរងចាំបន្តិចសិនទៅវាដើរ 100% វានឹងមាន folder មួយសម្រាប់ឲ្យយើងធ្វើការដំឡើងអូខេឥឡូវគឺរួចរាល់យើងអាចបិទអានេះវិញបានខ្វែងវាចោលអញ្ចឹងយើងមកមើល folder ដែលយើងបានពលាចេញមិញគ្នាយើងចុចចូលមកអូខេពេលដែលចុចចូលមកហើយគឺមានចំនួន file ប៉ុណ្នេះណាអញ្ចឹងអ្វីដែលយើងត្រូវការដំឡើងគ្នាយើងមើលកន្លែង setup នេះមកคลิกវា2ដងអូខេអញ្ចឹងវានឹង load ផ្ទាំងមួយទៀតឲ្យយើងចុចយកពាក្យថា yes ណានៅក្នុងកុំព្យូទ័រគ្នាយើងអត់ឃើញទេពេលដំឡើងមិនឃើញណាពេលដែលខ្ញុំ record អញ្ចឹងគឺវាអត់ឃើញទេអញ្ចឹងគ្នាយើងកន្លែងហ្នឹងចុចយកពាក្យថា yes មកណាអូខេឥឡូវវាកំពុងតែ process ឲ្យយើងបន្តិចសិនដើម្បីដំណើរការក្នុងការដំឡើងកម្មវិធីហ្នឹងអូខេអញ្ចឹងបន្ទាប់ពីចាញ់ប៉ុណ្ណឹងហើយគឺយើងអត់មានត្រូវការបដូរភាសាឬក៏បដូរ location របស់វាទេគឺអត់មានទេណាគឺ default របស់វាអញ្ចឹងតែម្ដងអញ្ចឹងគ្នាយើងចុចយកពាក្យថា continue អូខេប៉ុណ្ណឹងហើយយើងធ្វើការរងចាំណាដើម្បីឲ្យវាដំឡើងទៅលើកម្មវិធីមួយហ្នឹងហើយការដំឡើងគឺអត់យូរទេណាសម្រាប់កម្មវិធី Adobe Photoshop ស៊េរីខ្ពស់គឺអត់ពិបាកទេក្នុងការដំឡើងអញ្ចឹងគ្នាយើងរងចាំបន្តិចមកហើយតើតើនឹងការដំឡើងទោះបីជាមានអ៊ីនធឺណិតក៏ដោយអត់អ៊ីនធឺណិតក៏ដោយក៏អត់ជាបញ្ហាដែរណាហ្នឹងហើយសម្រាប់គ្នាយើងនៅភ្នំពេញអត់ជាបញ្ហាទេសម្រាប់បងប្អូនយើងនៅតាមខេត្តពេលខ្លះក៏អត់សូវមានសេវាទេអញ្ចឹងអត់ជាបញ្ហាទេការដំឡើងមានសេវាក៏បានអត់ក៏បានដែរណាអត់ជាបញ្ហាទេអញ្ចឹងគ្នាយើងធ្វើការរងចាំបន្តិចសិនពេលដែលវាដើរចប់វានឹងឲ្យយើងចុចយកពាក្យថា close ពេលនោះគឺយើងដំឡើងបានហើយណាអូខេឥឡូវវាដើរជិតចប់ហើយណាហ្នឹងហើយបាន 96% ហើយអញ្ចឹងរងចាំបន្តិចទៅអូខេវាអត់យូរប្រហែលទេក្នុងការដំឡើងមានភាពងាយស្រួលអត់ពិបាកច្រើនទេហើយចំពោះកម្មវិធី version 2022នេះគឺមានភាពងាយស្រួលច្រើនណាក្នុងការប្រើប្រាស់អញ្ចឹងហើយទើបខ្ញុំបានលើកយកកម្មវិធី2022នេះដើម្បីធ្វើការបង្ហាញក៏ដូចជាបង្រៀនគ្នាយើងឥឡូវវាបាន load complete ឲ្យយើងហើយគ្នាយើងគ្រាន់តែចុចយកពាក្យថា close មកបានហើយអូខេប៉ណ្ណឹងរួចស្រេចបន្តមកទៀតគ្នាយើងចុចចូល folder មួយនេះមកហើយគ្នាយើង copy file មួយនេះដើម្បីទៅផែដាក់នៅក្នុងកម្មវិធីរបស់យើងឲ្យវា full ល្អណាកុំឲ្យវា error ពីព្រោះកុំព្យូទ័ររបស់យើងពេលខ្លះយើងប្រើកម្មវិធី Adobe Photoshop ច្រើនតែប្រើទៅ error ប្រើទៅវាគេហៅថាវា close ដោយខ្លួនឯងអត់ដឹងអីចឹងណាអញ្ចឹងគ្នាយើង copy file ពីនេះណាយើង copy មកអញ្ចឹងយើង copy file ពីនេះថាតើយកវាទៅដាក់នៅណាអញ្ចឹងគ្នាយើងទៅមើល file ដែលយើងបានដំឡើងមិញណាអូខេអញ្ចឹងសម្រាប់ Windows 11គ្នាយើងចុចកន្លែង start មកហើយយើងមក search ទៅលើកម្មវិធី Adobe Photoshop ណាដាក់មក Adobe នេះ Photoshop 2022គ្នាយើង right click មកបន្តមកទៀតយកពាក្យថា open file location អូខេចុចប៉ុណ្ណឹងអញ្ចឹងវានឹងសូឃើញជាមួយនឹងកម្មវិធីរបស់យើងនេះអ្វីដែលយើងបានដំឡើងមិញអញ្ចឹងសួរថាតើធ្វើម៉េចដើម្បីឲ្យវាទៅលើ desktop របស់យើងគ្នាយើងគ្រាន់តែចុច right click ម្ដងទៀតហើយយើង show more option ហើយយកពាក្យថា send to នេះណា send to ហើយយកពាក្យថា desktop មានន័យថាយើង send ទៅលើ desktop ចុចមកហើយយើងខ្វែងវិញអញ្ចឹងកម្មវិធីរបស់យើងវានឹងនៅលើ desktop ហើយបន្តមកទៀតណាគ្នាយើង right click ម្ដងទៀតហើយយកពាក្យថា open file location បាទហើយយើងផេះ file ដែលយើងបាន copy មិញណា right click មកយើងផេះវាដាក់នឹងហ្នឹង
nè ná Ctrl V các bạn này hãy dừng refresh viên nâng check continue ok phần nắng rủi ro hay ná phần nắng rủi ro ca đầm láng bởi dân cư trở bàn chụp chạy hãy hãy mê riêng đặc biệtในการดำล้างคือเมียนแต่ปนังเตสสมออกคน